Music Victoria ឥឡូវនេះគឺជាតំបន់ដាច់ដោយឡែកនៅ Cross Lake កសិករពីរនាក់កំពុងស្វែងរកគោរបស់ពួកគេដោយមិនបានកត់សម្គាល់ស៊ុតចម្លែកដែលជាប់នៅលើរុក្ខជាតិក្រោមទឹកពួកគេចូលទៅក្នុងបឹងហើយមើលជុំវិញរហូតដល់ពួកគេរកឃើញសត្វគោក្រីក្របានស្លាប់នៅក្នុងទឹកពួកគេវានាងដោយទំពក់ដើម្បីចាប់ដើមរំកិលនាងហើយពួកគេមិនឃើញស៊ុតចេញពីមាត់របស់នាងទេខណៈពេលដែលអ្វីមួយហើយយ៉ាងលឿននៅក្បែរពួកគេកសិករកត់សម្គាល់ឃើញពស់គោរើហើយពួកគេប៉ះវាដើម្បីពិនិត្យមើលតន្ត្រីគោបានបញ្ចេញខ្យល់គូភ្លាមហើយបញ្ចេញស៊ុតកាន់តែច្រើនម្នាក់ក្នុងចំណោមបុរសទាំងនោះព្យាយាមមើលឲ្យកាន់តែច្បាស់ហើយទាញដៃកេះរបស់គាត់មានតែគោដើម្បីបញ្ចេញខ្យល់គូម្ដងទៀតតន្ត្រីអ៊ូស្ម៉ាននេះប៉ះអណ្ដាតភ្លើងតូចហើយធ្វើឲ្យវាក្លាយជាភ្លើងដ៏ធំមួយដែលធ្វើឲ្យកសិករភ្ញាក់ផ្អើលដូចពួកគេដើរថយក្រោយតន្ត្រីគោទាំងមុខទុះឡើងហើយស៊ុតដែលនៅខាងក្នុងខ្លួនធ្លាក់ចុះដោយភ្លៀងនៅជុំវិញពួកគេស៊ុតទាំងនេះញាស់យ៉ាងឆាប់រហ័សហើយត្រីប្រាដែលទើបនឹងកាត់ព័ទ្ធជុំវិញកសិករដើម្បីខំជើងរបស់ពួកគេរហូតដល់ពួកគេដួលលំបន្ទាប់ពី3នាទីកសិករម្នាក់បានផុសចេញមកវិញដោយមានត្រីប្រានៅលើមុខរបស់គាត់ចាប់មួយក្បាលហើយខំក្បាលរបស់វាស្ដោះវានៅលើអាកាសមុនពេលធ្លាក់ចូលទៅក្នុងទឹកវិញតន្ត្រីពេលខ្លះក្រោយមកឆែតកំពុងថតពាណិជ្ជកម្មសម្រាប់ការបើកដំណើរការឡើងវិញនៅឧទ្យានទឹករបស់គាត់ដោយប្រាស់ត្រីស្រស់ស្អាតជាច្រើនជាផ្នែកមួយនៃការផ្សព្វផ្សាយនៅពេលនោះតន្ត្រីកូនស្រីចុងរបស់គាត់ឈ្មោះម៉ាជីត្រឡប់មកផ្ទះវិញសម្រាប់រដូវក្តៅហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលដឹងថាឆែតបានជំនួសពួកគេអ្នកសង្គ្រោះដែលបានបញ្ជាក់ជាមួយនឹងអ្នករំស្រាតសេតរំលឹកនាងថាម្ដាយដែលបានស្លាប់របស់នាងបានទុកឧទ្យាននៅក្នុងដៃរបស់គាត់ហើយគាត់មានទំហំធំគម្រោងក្នុងចិត្តដូចជាតំបន់បិទជិតសម្រាប់តែមនុស្សធំដែលគ្រប់គ្នាអាចហែលទឹកអាក្រាតកាយបានមានកាមេរ៉ាដែលថតរូបភាពជិតស្និទ្ធនៃរាងកាយស្ត្រីហើយចាក់វានៅលើអេក្រង់ធំ Maddie's of វាហើយចង់ដកកាមេរ៉ាចេញប៉ុន្តែឆែតជាម្ចាស់51%នៃឧទ្យានហើយ Maddie មានត្រឹមតែ49%ដូច្នេះពាក្យរបស់គាត់គឺជាចុងក្រោយនៅយប់នោះមានពិធីជប់លៀងដ៏ធំមួយនៅឧទ្យានទឹកហើយ Maddie បានជួបជុំជាមួយមិត្តចាស់មួយចំនួនរួមទាំង Barry ដែលបានលួចស្រឡាញ់នាងតាំងពីថ្នាក់ទី7មកនៅពេលដែលបុរសពីរនាក់ព្យាយាមបារីរបស់ពួកគេដោយកាំជ្រួចរ៉ុកកែតតូចមួយបានធ្លាក់ចូលទៅក្នុងទឹកនឹងបង្កើតការផ្ទុះតូចមួយតន្ត្រីមន្ត្រីខៅនិយាយលេងសើចអំពីការចាប់ខ្លួនពួកគេប៉ុន្តែគាត់កំពុងផឹកនឹងជក់បារីផងដែរគាត់គឺអតីតមិត្តប្រុសរបស់ Maddie ហើយបន្តព្យាយាមលេងសើចជាមួយតន្ត្រីរបស់នាងនៅឯបឹង Shelby និង Josh ទៅហែលទឹកស្គុំស្កាំងនឹងខណៈពេលដែលពួកគេកំពុងសប្បាយត្រីប្រាបានចាប់ដើមហែលជុំវិញជើងរបស់ពួកគេភ្លាមនោះត្រីប្រាមួយបានចូលចន្លោះផ្លូវរបស់ Shelby ហើយហែលចូលទៅខាងក្នុងខ្លួននាងបង្កើតជាតន្ត្រី Shelby គិតថា Josh កំពុងព្យាយាមធ្វើរឿងអាភិប Josh ស្បថាគាត់មិនបានធ្វើអ្វីទេប៉ុន្តែ Shelby ចាក់ចេញទៅហើយក្នុងពេលនោះនៅក្នុងឡាន Ashley ធ្វើឲ្យមិត្តប្រុសរបស់នាង Travis អធិស្ឋានជាមួយនាងមុនពេលពួកគេប្រឡាក់ប្រឡូសបន្ទាប់ពីនាងដាក់ធ្នូដែនខាងរបស់គាត់ពួកគេចាប់ដើមធ្វើការងារហើយបញ្ចប់ដោយចៃដន្យទាត់ហ្វ្រាំងដៃឡានចាប់ដើមរំកិលភ្លាមហើយធ្លាក់ចូលទៅក្នុងបឹងដូច្នេះឥឡូវនេះមានទឹកយឺតជនលេចរថយន្ត Ashley ដឹងថាសក់នោះបានធ្លាក់ចុះដូច្នេះពួកគេស្វែងរកវាយ៉ាងអស់សង្ឃឹមAvel ការសម្រេចចិត្តថាវាជាការប្រសើរជាងក្នុងការទទួលបានជំនួយ Ashley ចេញពីឡានហើយឡើងពីលើវានៅពេលនោះ Piranhas ចូលទៅក្នុងឡានហើយចាប់ដើមស៊ី Travis នៅពេលដែលរថយន្តបន្តលេច Ashley អំពាវនាវឲ្យ Travis ខណៈពេលដែលកំពុងពិនិត្យមើលបង្អួចដែលស្រាប់តែបែកដោយ Travis Bloody Stump បន្ទាប់មកសាកសពរបស់គាត់លេចហើយត្រីប្រាខំអ្វីដែលនៅសល់ខណៈពេលដែល Ashley បន្តស្រែករកជំនួយថ្ងៃបន្ទាប់ Barry កំពុងសម្អាតសម្រាមទាំងអស់ដែលបន្សល់ទុកដោយពិធីជប់លៀងហើយរកឃើញមិត្តរួមការងាររបស់គាត់ Dave កំពុងលេងសើចជាមួយបំពង់ inflow ទឹក Maggie បន្តរកមើល Ashley និង Travis ប៉ុន្តែ Shelby និង Josh មិនបាននឿដំណឹងពីពួកគេទេស្រាប់តែ Shelby ឈឺហើយក្អួតនៅលើឥដ្ឋ Dave គិតថា Shelby មានផ្ទៃពោះហើយវាថាឈឺពេលព្រឹកទន្ទឹមនឹងនោះប៉ូលីសបានយកឡានពីបឹងវិញប៉ុន្តែពួកគេរកមិនឃើញសាកសពទេខៅប្រាប់អ្នកផ្សេងទៀតថាគូស្នេហ៍នេះបាត់ខ្លួនហើយ Shelby បន្តព្យាយាមហៅ Ashley ប៉ុន្តែនាងមិនបានចម្លើយតន្ត្រីបន្ទាប់មក Shelby និង Maggie អង្គុយក្បែរមាត់បឹងដើម្បីពិភាក្សាអំពីស្ថានភាពនៅពេលនោះ Shelby មានអារម្មណ៍ថាមានអ្វីមួយប៉ះជើងរបស់នាងហើយក្មេងស្រីទាំងនោះឃើញត្រីប្រាញ៉ៃក្លូតក្នុងទឹកពួកគេរត់ចេញភ្លាមដោយភ័យខ្លាចប៉ុន្តែត្រីប្រាញាបានបុកផែដើម្បីបំបែកឈើហើយបណ្ដាលឲ្យ Shelby ធ្លាក់ចូលទៅក្នុងទឹកតន្ត្រី Maggie ប្រញាប់ប្រញាល់ទៅជួយនាងហើយគ្រប់គ្រងដើម្បីយក Shelby ចេញមុនពេលត្រីប្រាញាខំនាងខណៈពេលដែលពួកគេរត់បន្ទះក្តារមួយបាក់ហើយជើងរបស់ Shelby ជាប់នៅក្នុងរន្ធ Maddie ជួយនាងយ៉ាងរហ័សម្ដងទៀតហើយពួកគេបន្តរត់ប៉ុន្តែលើកនេះផែបែកហើយភ្លេង Shelby ជាប់ជើងម្ខាងត្រីប្រាញាចាប់ដើមហែនៅក្រោមនាងហើយថែមទាំងលោតដើម្បីព្យាយាមឲ្យនាងលោតចុះមកដីដោយភ័យខ្លាចនៅចុងចុតហើយព្យាយាមរំកិលវាដោយចែវដោយដៃរបស់នាងប៉ុន្តែត្រីប្រាព្យាយាមខំនាងម្ដងទៀតដូច្នេះនាងត្រូវដកដៃចេញតន្ត្រី Maggie លូកដៃចេញហើយ Shelby គ្រប់គ្រងចាប់ដៃនាងដើម្បីលោតម្ដងទៀតហើយចូលរួមជាមួយនាងនៅលើពាក់កណ្ដាលផែផ្សេងទៀតប៉ុន្តែត្រីប្រានៅតែបន្តកំពុងវាប្រហារឈើនឹងបណ្ដាលឲ្យក្មេងស្រីទាំងពីរធ្លាក់ចូលទៅក្នុងទឹកត្រីប្រាញាមកតាមពួកគេយ៉ាងលឿនដូច្នេះអ្នកទាំងពីរហែលឲ្យលឿនតាមដែលអាចធ្វើទៅបានហើយជាសំណាងល្អទៅដល់ច្រាំងដោយមិនមានរបួសនៅពេលដែលត្រីប្រាញាលោតចេញមកដើម្បីវាប្រហារពួកគេនៅលើដី Maddie Music ចាប់វាហើយបោះវាទៅលើខ្សាច់បន្ទាប់មកក្មេងស្រីទាំងពីរចាប់ដុំថ្មហើយចាប់ដើមវាត្រីដោយគ្មានមេត្តានៅពេលដែល Barry មកពិនិត្យមើលពួកគេចាក់ត្រីប្រាហាហើយវាកម្រិតជាលើកចុងក្រោយមុនពេលចុងក្រោយស្លាប់មិនយូរប៉ុន្មានខែទៅយកពួកគេនៅក្នុងឡានរបស់គាត់ប៉ុន្តែគាត់មិនជឿថាតន្ត្រីត្រីប្រាហាអាចធ្វើដំណើរបានទេពីបឹងមួយទៅបឹងមួយទៀត Barry រកឃើញវីដេអូរបស់អ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះ Goodman ដែលបានសិក្សាត្រីប្រាហានៅបឹង Victoria ខណៈពេលដែលខៅបន្តចែកចង់ជាមួយ Maddie ហើយថែមទាំងប៉ះនាងនៅពេលល្ងាចពួកគេធ្វើដំណើរទៅដល់បឹង Victoria ហើយបានជួប Goodman ដើម្បីប្រាប់គាត់ថាត្រីប្រាហាបានត្រឡប់មកវិញគាត់បានចង្អុលបង្ហាញថាបឹងមិនមានទំនាក់ទំនងគ្នាទេដូច្នេះត្រីត្រូវតែធ្វើចំណាកស្រុកតាមបឹងនិងទន្លេក្រោមដីត្រីប្រាហានៅក្នុងមន្ទីរពិសោធន៍របស់គាត់ខំអ្នកណាដែលនៅជិតពេកតន្ត្រីទៅកាន់ធុងរបស់វា Goodman ដាក់សន្លឹកដែកនៅចំកណ្ដាលធុងហើយកង្កែបនៅម្ខាងទៀតត្រីប្រាភ្លាមចាប់ដើមវាលោហៈហើយទីបំផុតបង្កើតរន្ធនៅក្នុងនោះនៅពេលដែលវាគៀបនឹងស៊ីសត្វព្រៃរបស់វាបារីទីកង្កែបចេញមកក្រៅដើម្បីសង្គ្រោះវាតន្ត្រីបន្ទាប់ពីនោះ Goodman បញ្យល់ថាត្រីប្រាទាំងនេះគឺបុរាណហើយបានចំណាយពេលទាំងអស់ឆ្នាំទាំងនេះនៅក្នុងកន្លែងដែលពោពេញទៅដោយ Spontor Dioxide ពីសកម្មភាពភូមិសាស្ត្រកម្ដៅនេះគឺជាអ្វីដែលអនុញ្ញាតឲ្យពួកគេត្រឡប់មកវិញតន្ត្រី Spontor Dioxide ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលទឹក Chlorine ដែលមានន័យថាត្រីប្រាណាដើរតាម Spontor ទៅក្នុងប្រព័ន្ធលូដែលមនុស្សបង្កើត Maggie ចង់ចាំថាឧទ្យានទឹកហូរចូលទៅក្នុងបឹង Cross Lake ដោយផ្ទាល់ដូច្នេះបរិមាណ Chlorine ច្រើនលើសលប់ប្រាកដជាបាននាំត្រីប្រាហាញាបារីពិភាក្សាដោយសារតជាមួយនឹងទ្រឹស្ដីទាំងឡាយជាមួយ
គាត់មិននឹងមកឌីភ្ញាក់ផ្អើលដែលគាត់ដឹងច្រើនអំពីប្រធានបទនោះដូច្នេះបារីពន្យល់ថាគាត់បានអានជីវវិទ្យាសមុទ្រសៀវភៅព្រោះនោះជាអ្វីដែលនាងកំពុងសិក្សាខើអាចនាំក្រុមមួយមកពិនិត្យមើលបំពង់នៅព្រឹកស្អែកបានប៉ុន្តែមកជីចង្អុលបង្ហាញថាម៉ោងស្អែកគឺជាថ្ងៃបើកសម្ពោធដ៏ធំរបស់សួនច្បារដូច្នេះពួកគេត្រូវពិនិត្យមើលបំពង់តន្ត្រីនៅយប់នេះបើមិនដូច្នោះទេត្រីប្រមោលនឹងស៊ីអតិថិជនរបស់ពួកគេមួយសន្ទុះក្រោយមកនៅឯបឹងម៉ាធីបានសុំបារីទៅជាមួយនាងប៉ុន្តែបារីសារភាពថារូបគេមិនចេះហែលទឹកតន្ត្រីបន្ទាប់មកម៉ាធីបានមុជចូលទៅក្នុងទឹកហើយពិនិត្យមើលក្រឡាត្រង់សុវត្ថិភាពនៅលើបំពង់បង្ហូរប្រេងពួកវានៅតែមានសភាពល្អដូច្នេះត្រីមិនគួរអាចហែលចូលក្នុងឧទ្យានបានទេស្រាប់តែត្រីអាណាលិចមុខក្បែរនាងហើយខំជើងនាងវាគ្រប់គ្រងការបូមឈាមខ្លះប៉ុន្តែមេធីផ្លាស់ទីយ៉ាងលឿនហើយរបួសមិនធ្ងន់ធ្ងរទេត្រីអាណាកំពុងមករកនាងដូច្នេះនាងហែលឲ្យលឿនតាមដែលអាចធ្វើទៅបានទៅលើផ្ទៃហើយកៃលោតចូលក្នុងទឹកដើម្បីជួយនាងចេញទាន់ពេលបន្ទាប់មកពួកគេថាបតន្ត្រីដូច្នេះ Barry ដែលរំខានដើរចេញទៅទន្ទឹមនឹងនេះដែរត្រីប្រាស៊ីបន្តចិញ្ចឹមនៅលើ Ashley ដែរសាកសពលើនៅបាត់បឹងការបាត់ខ្លួនរបស់គូស្នេហ៍នេះគឺនៅលើព័ត៌មានហើយ Shelby ស្ថិតនៅលើកែមនៃការបាក់ទឹកចិត្តនាងសុំឲ្យ Josh លេងសើចជាមួយនាងព្រោះនាងមានអារម្មណ៍មិនល្អហើយមិនចង់ស្លាប់ជាស្រីក្រមុំនៅរឿងដំបូងដំណើរការទៅដោយរលូនតន្ត្រីប៉ុន្តែមិនយូរប៉ុន្មាន Shelby មានអារម្មណ៍ថាមានអ្វីមួយខុស Josh មិនអើពើនឹងការសុំរបស់នាងហើយនៅតែបន្តផ្លាស់ទីដោយមិនបានកត់សម្គាល់ក្រពះរបស់ Shelby វិលវល់ភ្លាមនោះនាងចាប់ផ្ដើមប្រកាច់ហើយដួលសន្លប់ខណៈពេលដែល Josh មានអារម្មណ៍ថាមានអ្វីប្លែកគាត់ទាញចេញហើយរកឃើញត្រី Perrin ហាខំសមាជិករបស់គាត់រត់ជុំវិញបន្ទប់ដោយភ័យស្លន់ស្លោហើយបានបុកកញ្ចក់ដោយចៃដន្យមុនពេលគាត់រកឃើញកាំបិតដែលគាត់ប្រើសម្រាប់កាប់ចេករបស់គាត់ដោយត្រីប្រានៅតែភ្ជាប់មកជាមួយឈាមប្រឡាក់លើជញ្ជាំងហើយគាត់ស្រែកដោយការឈឺចាប់ដែលមិនអាចទ្រាំទ្របានមុនពេលដួលសន្លប់នៅពេល Shelby ទីបំផុតភ្ញាក់ពីដំណេកនាងបានរកឃើញត្រីប្រាកំពុងរមួលក្នុងឈាមនាងបានជន់វាហើយវាបានខ្ជាក់សមាជិកដែលត្រូវបានកាត់ចេញ Shelby បន្តសម្លឹងរក Josh រហូតដល់គាត់លេចមុខពីក្រោយខ្នងនាងហើយស្រែកយ៉ាងខ្លាំងសួរថាតើនាងបានធ្វើអ្វីដាក់គាត់នៅក្នុងទីក្រុងខែបង្ខំឲ្យឆែតចតឡានហើយសុំការទូទាត់ប្រាក់ជាប្រចាំរបស់គាត់វាបានប្រែថាឆែតកំពុងបូមទឹកដោយខុសច្បាប់ពីទន្លេក្រោមដីចូលទៅក្នុងឧទ្យានហើយខែកំពុងការពារអាថ៌កំបាំងរបស់គាត់មុនពេលចាក់ចេញខែសរសេរឲ្យគាត់នៅសម្បត្តិមួយប៉ុន្តែឆាតបោះវាចោលនៅផ្ទះ Marshis Berry សួរនាងថាតើនាងនឹងខែបានត្រឡប់មកជួបគ្នាវិញហើយនាងស្ពតថាមិនមែនទេពួកគេត្រូវបានរំខានដោយ Shelby ដែលប្រាប់ពួកគេនៅអ្វីដែលបានកើតឡើងខណៈពេលដែលក្រលៀនរបស់នាងនៅតែបន្តហូរឈាមមួយសន្ទុះក្រោយមកទាំង Shelby នឹង Josh ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយមនុស្សកំពុងមានបញ្ហាក្នុងការជឿលើតន្ត្រីរឿងរបស់ Shelby នៅផ្ទះ Marty ពិនិត្យអំពីរបួសរបស់នាងខណៈពេលកំពុងងូតទឹកស្រាប់តែតន្ត្រីពីត្រីសាហាវតូចចាប់ផ្ដើមចេញពីម៉ាស៊ីនបន្តដោយត្រីសាហាវដ៏ធំមួយដែលវាប្រហារ Marty ទូយ៉ាងណានៅពេលនោះនាងភ្ញាក់ពីដំណេកដ៏អាក្រក់នេះនៅថ្ងៃបន្ទាប់ឧទ្យានទឹកទីបំផុតមានការបើកដំណើរការឡើងវិញដ៏ធំរបស់ខ្លួនភ្ញៀវម្នាក់គឺអនុប្រធាន Fallon ដែលបានប្រយុទ្ធជាមួយត្រីសាហាវកាលពីលើកមុនហើយបាត់បង់ជើងរបស់គាត់ក្នុងដំណើរការនោះ Fallon ឃើញអាំងហែទឹកហើយ Pest របស់គាត់ធ្វើឲ្យគាត់មានអារម្មណ៍ភ័យអំពីការនៅក្បែរទឹកម្ដងទៀតប៉ុន្តែមិត្តរបស់គាត់ Andrew ជឿជាក់គាត់ថានេះជាវិធីដ៏ល្អបំផុតដើម្បីប្រឈមមុខនឹងការភ័យខ្លាចរបស់គាត់ខណៈពេលដែលអ្នករាល់គ្នាសប្បាយចិត្តហើយគ្មានព្យាយាមលួចមើលនៅលើអាំងហែទឹកមនុស្សធំ Fallon សុំឲ្យ Andrew បោះគាត់ចូលទៅក្នុងអាំងហែទឹកទោះជាយ៉ាងណាក៏ដោយ Fallon ភ័យស្លន់ស្លោនៅវិនាទីចុងក្រោយហើយបញ្ចប់ទៅបោះ Andrew ចូលទៅក្នុងទឹកមុនបន្ទាប់មកឆែតស្វាគមន៍អ្នកទាំងអស់គ្នាហើយយកតន្ត្រីផ្កាយពិសេសមកវាគឺ Hasselhoff ត្រូវបានគេស្គាល់ថាជាអ្នកសង្គ្រោះជីវិតនៅលើកញ្ចក់ទូរទស្សន៍គាត់បានចែកចង់ជាមួយស្ត្រីទាំងអស់ខណៈពេលដែលថតរូប selfie ជាមួយពួកគេទន្ទឹមនឹងនោះ Mary កំពុងដើរជុំវិញឧទ្យានហើយទីបំផុតបានរកឃើញម៉ាស៊ីនដែលកំពុងបូមទឹកដោយខុសច្បាប់ពីទន្លេនាងស្ដីបន្ទោសតន្ត្រីឆែតចំពោះអ្វីដែលគាត់បានធ្វើហើយប្រាប់គាត់អំពីត្រីប្រាប៉ុន្តែគាត់មិនជឿរឿងម៉ាស៊ីនបន្តបូមដូច្នេះឥឡូវនេះត្រីប្រាកំពុងផ្លាស់ទីយ៉ាងលឿនតាមរយៈបំពង់ដោយបំបែកយ៉ាងធំត្រីប្រាកទីបំផុតទៅដល់អាងទឹកមិនយូរប៉ុន្មានក្មេងម្នាក់ប្រាប់ម្ដាយរបស់គាត់ថាគាត់ត្រូវបានខំដោយត្រីប្រាតន្ត្រីប៉ុន្តែនាងមិនជឿគាត់ហើយប្រាប់គាត់ថាវាគ្រាន់តែជាស្នាមឆ្កួតប៉ុណ្ណោះបន្ទាប់មកក្មេងប្រុសនោះសុំបងទីពី Hasselhoff ហើយគាត់ឆ្លើយតបដោយការផ្ដល់ឲ្យគាត់នៅរូបភាពដែលមានហត្ថលេខាចាប់តាំងពីក្មេងនោះមិនស្គាល់បុរសនេះហើយ Hasselhoff មានការអាក់អន់ចិត្តស្ត្រីម្នាក់នៅក្នុងអាងហែទឹកស្រែកនៅពេលដែលនាងឃើញត្រីប្រាណាដែលលាក់ខ្លួនយ៉ាងលឿននៅក្នុងបំពង់ម្ដងទៀតស្ត្រីនោះប្រាប់ Mary នៅអ្វីដែលនាងដូច្នេះ Mary ព្យាយាមឲ្យមនុស្សគ្រប់គ្នាចេញពីអាងហែទឹកប៉ុន្តែពួកគេមិនស្ដាប់ទេបន្ទាប់មក Mary សុំឆែតឲ្យបិទឧទ្យានប៉ុន្តែគាត់បដិសេធហើយនិយាយថាស្ត្រីនោះកុហកពេល Mary ព្យាយាមបណ្ដេញមនុស្សចេញខើអូសនាងចេញ Barry ព្យាយាមការពារនាងប៉ុន្តែគាត់មិនត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងនោះទេតន្ត្រីបន្ទាប់មកហ្វូងត្រីប្រមាត់ចូលលុកលុយអាងហែទឹកហើយចាប់ដើមការវាយប្រហារមនុស្សដែលធ្វើឲ្យទឹកប្រែជាពណ៌ផ្កាឈូកដោយសារជាមនុស្សគ្រប់គ្នាចាប់ដើមភ័យស្លន់ស្លោនិងស្រែកនៅពេលដែលត្រីប្រហារមានពិធីជប់លៀងនៅគ្រប់ជ្រុងទាំងអស់សូម្បីតែ Dave ក៏ត្រូវបានខំខណៈពេលដែលគាត់កំពុងលេងសើចជាមួយបំពង់ម្ដងទៀត Andrew ចង់រត់គេចជាមួយមិត្តភក្តិរបស់គាត់ទោះជាយ៉ាងណាក៏ដោយ Fallon ចង់ប្រយុទ្ធនឹងតន្ត្រីគាត់ដាក់ជើងទីតានីញោមរបស់គាត់ហើយបោះជំហានចូលទៅក្នុងអាងដូច្នេះនៅពេលដែលសត្វពីងព្យាយាមខំគាត់ពួកគេគ្រាន់តែភ្លក់តន្ត្រីលោះធៀបជើងទាំងនេះក៏ជាកាំភ្លើងបាញ់ផងដែរដូច្នេះ Fallon ចាប់ដើមបាញ់ទម្លាក់សត្វពីងពេលជួយមនុស្សចេញពីទឹកតន្ត្រីក្មេងដែលខំនៅតែស្រែកសុំជំនួយហើយ Hasselhoff មិនអើពើនឹងគាត់ទេស្ត្រីម្នាក់ប្រាប់គាត់ឲ្យធ្វើការងាររបស់គាត់ដូច្នេះ Hasselhoff រំលឹកនាងថាគាត់មិនដែលជាអ្នកជួយសង្គ្រោះពិតប្រាកដនោះទេហើយមនុស្សគ្រាន់តែត្រូវការចេញពីទឹកក្មេងប្រុសបន្តស្រែកហើយ Hasselhoff ទីបំផុតមានអារម្មណ៍ថាមានកំហុសដូច្នេះគាត់រត់យឺតដូចសម័យមុនតន្ត្រីហើយរុញមនុស្សចេញពីផ្លូវមុនពេលលោតចូលទៅក្នុងអាងគាត់ជួយសង្គ្រោះក្មេងប្រុសនោះហើយដឹងថាទីបំផុតគាត់មានអង្គរៈពិតប្រាកដមួយនៅចំកណ្ដាលភាពវឹកវរ Mary រកឃើញឆែតហើយវាគាត់ដូចជានាងបន្ទោសគាត់ចំពោះអ្វីគ្រប់យ៉ាងបន្ទាប់មកនាងសុំឲ្យ Barry បង្ខំឲ្យបង្ហូរអាងមុនពេលចាក់ចេញ Barry ប្រាប់នាងថាគាត់ស្រឡាញ់នាងគ្រប់ពេល Mary សារភាពថានាងគិតថាគាត់ចូលចិត្តបុរសហើយថាផ្ទាល់គាត់ពេលគាត់ទៅម៉ាស៊ីនបូមផ្ទះ Barry រកឃើញ Dave ជាមួយសត្វពីរ៉ាញ៉ាជាប់គូតរបស់គាត់ហើយជួយគាត់ទាញវាចេញយកតន្ត្រីដែលប្រអប់ជាមួយលុយទាំងអស់ដែលពួកគេរកបាននៅថ្ងៃនេះហើយព្យាយាមរត់គេចខ្លួននៅពេលដែលគាត់ឃើញក្មេងស្រីម្នាក់យំសោកលើសាកស្ពំដៃរបស់នាងគាត់មានអារម្មណ៍ថាមានកំហុសហើយឲ្យនាងបដូរខ្លះបន្ទាប់មកគាត់ឡើងជិះរទេះវាយកូនគោដើម្បីគេចខ្លួនតែបែរជាបើកបុកក្មេងស្រីនោះទៅវិញគាត់បើកទៅមុខពី3វិនាទីហើយមើលមិនឃើញផ្ទាំងផ្ដាដែលកាត់ក្បាលគាត់យ៉ាងងាយក្បាលធ្លាក់ចូលក្នុងអាងមនុស្សធំហើយ
ត្រីប្រាហាស៊ីវានៅលើកាមេរ៉ាខណៈពេលដែលម៉ាឌីបន្តជួយមនុស្ស Barry និង Dave ធ្វើដំណើរទៅផ្ទះបូមហើយចាប់ផ្ដើមបង្ហូរអាងម្ដងបន្តិចត្រីប្រាហាទាំងអស់កំពុងត្រូវបានបូមដោយបំពង់ Magic ក៏ជាប់នៅក្នុងចរុនហើយខៅមកជួយនាងខណៈពេលដែលប្រាប់នាងអំពីកិច្ចព្រមព្រៀងរបស់គាត់ជាមួយ Chad Music ទូយ៉ាងណាពេលគាត់ឃើញទាំងអស់ឈាមធ្វើឲ្យខៅភ័យស្លន់ស្លោហើយរត់គេចខ្លួនដោយមិនបានជួយនាង Magic ខំប្រឹងហែទឹកទប់ទល់នឹងការបូមបំពង់ហើយបញ្ចប់ដោយការលិចទៅបាត់អាងពេលនោះ Barry លោតចូលក្នុងទឹកដើម្បីជួយប៉ុន្តែគាត់នឹកឃើញថាគាត់ហែទឹកមិនកើតហើយត្រូវឡើងចេញពេលនោះតន្ត្រីត្រីប្រាញ់យ៉ាដ៏ធំមួយបំបែកជញ្ជាំងត្រឡប់ទៅអាងវិញហើយព្យាយាមខំ Barry ដែលជាត្រី Piranha តូចមួយកំពុងតែខិតជិត Magic ដើម្បីត្រូវបានសំភាគីធំរបស់វាស៊ីនៅពេល Super Piranha ព្យាយាមដើរតាម Magic បន្ទាប់ Barry ចាប់ត្រីគោរងរបស់គាត់ហើយបោះវាទៅសត្វដែលចាក់វានៅក្នុងក្បាលទាន់ពេលដើម្បីសម្លាប់វាខណៈ Magic ដើរចេញពីស្នប់ទឹកភ្លៀងឈប់ដំណើរការ Barry លោតចូលក្នុងអាងជាមួយអិតដ៏ធំសម្បំចងជាប់នឹងខ្លួនរបស់គាត់ដូច្នេះគាត់អាចដើរនៅខាងក្រោមហើយរក Magic ឃើញគាត់ចាប់នាងហើយលែងអិតដើម្បីឲ្យតន្ត្រីលេចចេញមកពេលនោះគាត់ជួយសង្គ្រោះនាងដើម្បីដាស់នាងឲ្យភ្ញាក់ពីដំណេក Magic ដឹងគុណចំពោះជំនួយរបស់គាត់ហើយថាគាត់ខៅមានអារម្មណ៍ថាមានកំហុសចំពោះការមិនបានធ្វើអ្វីសោះហើយត្រឡប់មកជួយសង្គ្រោះ Magic វិញប៉ុន្តែគាត់យឺតពេកហើយបានរត់សាកសពដោយចៃដន្យផ្ទុយទៅវិញនៅក្នុងផ្ទះបូម Dave ចាក់ Corin ប្រមូលផ្ដុំទៅក្នុងបំពង់បន្ទាប់មកដោយតន្ត្រីបារីដែលបានបំភ្លឺនេះបណ្ដាលឲ្យអាងហែទឹកទាំងអស់ផ្ទុះនិងសម្លាប់ត្រីប្រមាញ់ទាំងអស់ក្នុងពេលតែមួយបន្ទាប់ពីហោះហើរបានពី13វិនាទីត្រីទាំងចុះចតនៅលើក្បាលរបស់ខៅហើយសម្លាប់គាត់នៅពេលនោះ Maddie ទទួលបានការហៅទូរស័ព្ទពី Goodman ដែលប្រាប់នាងថាត្រី Piranha កំពុងវិវត្តនឹងរៀនដើរតន្ត្រីត្រី Piranha របស់គាត់ផ្ទាល់បានរត់គេចពីធុងរួចហើយនៅក្នុងពេលជាមួយគ្នាត្រី Piranha លេចចេញពីអាងហើយដើរលើដីក្មេងប្រុសដែលខំមកកាន់តែជិតដើម្បីថតរូបហើយត្រី Piranha លោតទៅកាត់ក្បាលគាត់ធ្វើឲ្យឈាមហៀពេញខ្លួនម្ដាយ